Zen មកឥឡូវដូចឃើញខាងនេះដូច line យ៉ាងណោះនេះ Pro Sport អីយល់ទេនេះអូខេការចូលរួមរបស់ Kuzen ខ្ញុំនិយាយស្មោះត្រង់អ្នកទាំងអស់ប៉បៃអត់គ្រប់អាយុមែនអត់ទេគាត់ចូលរួមជាមួយ CU Serenity យឺតពេលដែល form ផ្ញើទៅកាន់ MWI អូខេចាឥឡូវមុននឹងយើងចូលទៅកាន់ការអានផាច់ខ្ញុំសូមនិយាយពី Kuzen ដែលបានចូលរួមនៅក្នុង Pro Sport ហើយបាន post នៅការពីម្សិលមិញនេះបាទដែលគាត់មកពីបើតាមចាំ Kuzen គឺគាត់មកពី TNC បាទនិយាយទៅ originally គឺ TNC យកមក player នេះគឺ player TNC យកតែម្ដងកើតនៅ TNC ចេញពី TNC ក៏បានចូលរួមជាមួយនឹង Pro Sport បាទចាឥឡូវយើងមើលតិចសិនទៅអូ Kuzen អត់មាន page របស់គាត់ណាអត់មានណាគេធ្វើឲ្យគាត់ Kuzen កាលពីមុនគាត់នៅជាមួយនឹង TNC Pro Team ដែលមាននៅជាមួយនឹង KZN មានអីដែរការរដូវកាលទីប្រហែលនេះខ្ញុំចាំមើលហើយ MPL Philippines ចាំផ្លែតដោយសារតែដូចជា season 13ឯង season 13 Kuzen ហ្នឹងគឺនៅមួយ TNC ហ្នឹងឯងណៃរមដូចគ្នាបាទជាមួយនឹង Kuzen តែគាត់ថាការចំនួនហ្នឹងយើងទទួលស្គាល់ហ្មងណាអានេះខ្ញុំមិនមែននិយាយដោយសារតែមិនអីមិនទេណាតែខ្ញុំនិយាយតាមត្រង់ណាអញ្ចឹងបើសិនជាប៉ះពាល់អីកុំថាថាវ៉ាន់អូខេខ្ញុំមិនចង់ឲ្យនិយាយអីប៉ះពាល់អីធ្ងន់ធ្ងរទេប៉ុន្តែគាត់ថាវាជាពាក្យប៉ិតអូខេអញ្ចឹងកុំថាវ៉ាន់អញ្ចឹងវាជា Kuzen ហ្នឹងដូចជានៅខ្ញុំមើល TNC ការ season មែនKuzen គឺខ្ញុំឃើញគាត់ចង់ក្រោយបំផុតគឺគាត់នៅseason 14ដែលនៅជាមួយនឹង Head KZN Lancy Kuzen Escalera ដែលមាន sub player SDC ក៏ដូចជា Head Threat ហើយ coach មាន Wolf មាន E2 Max មាន Gojo ហ្នឹងហើយការចំនួនហ្នឹងឯងដែលខ្ញុំថាឲ្យទៅលើ Wolf ដែលគិតថាខ្លួនឯងជាអ្នកខ្លាំងទៅធ្វើ coach ឲ្យពី analyst ទៅធ្វើ coach វិញហើយ Kuzen គឺគាត់ដូចជាចូលរួមជាមួយនឹងTNC Pro Team នេះបានពីរដូវកាលទី14ជា main roster នៅរដូវកាលទី15លេងបានមួយរយៈក៏ជំនួសដោយ Benick Shuti គាត់ទៅជា sub player យ៉ាង Kuzen មួយនេះតាមពិតទៅបើនិយាយពីការណែនាំខ្ញុំធ្លាប់បានលើកឡើងដែរកាលពីខ្ញុំនិយាយប្រាប់អ្នកទាំងអស់គ្នាហ្នឹងហើយនៅពេលដែល Pro Sport យក KZN មកពេលហ្នឹងខ្ញុំ surprise មែនតើព្រោះដោយសារនៅក្នុងចំណោមដែលអត់ដឹងដែរទៅ Lord Champ នៅពេលដែលខ្ញុំមើលទស្សនាការប្រកួតរបស់ TNC Pro Team អ្នកដែលលេងអន់ជាងគេហើយខ្ញុំអាសាស្ដីឲ្យវាថា deal គឺ KZN គឺខ្ញុំ deal ជាងគេហ្មងម៉ែមនុស្ស5នាក់ដែលខ្ញុំឃើញ roster នៅឡងពេលរដូវកាលទី14ហ្នឹងខ្ញុំនិយាយមែនគឺខ្ញុំ deal ខ្លាំងជាងគេខ្ញុំ deal តែ KZN តែខ្ញុំនិយាយមែនហ្មងប្រហែលតែសារថាបើគាត់ចូល Pro Sport ទេយើង deal មិនកើត deal Pro Sport ទេវាដូចជាធ្ងន់ធ្ងរពេកចឹងណាកីឡាករបានតែកុំ deal Pro Sport ព្រោះពេលហ្នឹងទាំង Kuzen Head Lancy និង Escalera នៅក្នុងរដូវកាលទី14ហ្នឹងគឺគេធ្វើបានល្អហើយអ្នកដែលលេងអន់ជាងគេត្រីខ្សោយជាងគេលេងម៉ែអាវ៉ានេះខ្សោយជាងគេគឺ KZN ហ្នឹងហើយតែដល់ពេលភ្លាមបែរជាឃើញ KZN លេចមុខរដូវកាលទី8នៅជាមួយនឹង Pro Sport តែបន្ទាប់ពីបញ្ចប់រដូវកាលទី8 KZN បានចាញ់ជំនួសដោយ Kuzen និង Super Red ក៏បានចាក់ចេញដូចគ្នាប៉ុណ្ណេះចឹង Kuzen នេះគឺបើនិយាយពី performance នៅអំឡុងពេលដែលគាត់លេងគឺគាត់ធ្វើបានល្អច្រើនក្នុងនាមជា goal lane KD stat ការដើរ lane micro skill goal standard របស់គាត់គឺគាត់ធ្វើបានល្អក្នុងនាមជា goal lane មែនទេអញ្ចឹងអានេះខ្ញុំមិនមែនលើកជើងទៅលើក្រុមណាឬក៏លើកទៅលើកីឡាករណាប៉ុន្តែ Kuzen នេះគឺខ្ញុំឃើញល្អមែនតែការចំនួនហ្នឹងបើសិនអ្នកគេមើល live ខ្ញុំគឺខ្ញុំ deal KZN សាហាវជាងគេនៅអំឡុងពេល restream MPL Philippines ពេលប៉ះជាមួយ TNC រដូវកាលទី14ហើយនិយាយថែមមកទៀតទៅដោយសារផាច់ខ្ញុំអានត្រួសគឺចូលផាច់ fighter ច្រើនមែនតើអញ្ចឹង Pro Sport បច្ចុប្បន្នកាលគាត់កំពុងបាន Kuzen មួយក៏ល្អបើសិនជា Kuzen គាត់អាចអាំដាប់ជាមួយនឹងកីឡាករគាត់ក៏កាន់តែខ្លាំងដោយសារតែបច្ចុប្បន្នកាល Felix កំពុងតែចូលទៅលើ fighter damage ដូចជា Lapu, Yuzong, Uranus, Benedetta, Pakido កំពុងតែចូលផាច់គាត់ខ្លាំងមែនតើអញ្ចឹងបើសិនជាគាត់អាចបានចាញ់ទៅលើ aggressive play
ដែលមាន damage លេងដូចជា Felix លេងគឺខ្ញុំគិតថាល្អមែនតើនិយាយតាមត្រង់គឺល្អមែនតើយល់បងតែមិនដឹងថាណាគេចាំងលើឡើយទេខ្ញុំអត់តន់ដឹងទេបាទខ្ញុំអត់តន់ដឹងទេពីខាង Pro Sport អញ្ចឹងចាំមើលជាក់ស្ដែងទៅស៊ីស៊ុនចាំងលើណាគេខ្ញុំអត់ដឹងដូចគ្នាខ្ញុំអត់ដឹងដូចគ្នាអាស្រ័យគេ photo shoot តែអញ្ចឹងពេលហ្នឹងមានអ្នកទៅថតទៅអីចេញមកហើយគូសែន vs Pro Digi បើតែត្រូវបានចំនួនដោយ Benic QT អត់យល់និយាយទៅគូសែនខ្ញុំនិយាយតាមត្រង់គឺគាត់លេងល្អមែននិយាយមែនណាឥឡូវជាមួយខ្ញុំទៅ check ការប្រកួតគូសែន TNC នៅក្នុងដើមរដូវកាលខ្ញុំនិយាយមែនគូសែននៅដើមរដូវកាលគូលេងល្អមិនដល់អត់អីមែនទេពេលហ្នឹងជាមួយខ្ញុំទៅរកការប្រកួតសិននិយាយទៅMobile Legendsវាអត់មានអា view single view ល្អMPL ហ្វីលីពីនណាអើយសរសៃបាត់ហ្នឹងនេះ MPL PX នេះ regular season ដើមសប្តាហ៍គឺគេដាក់ Kuzen លេងណានេះទោះជាចាញ់មែននៅពេលឈ្នះមួយនេះដូចជាមាន Kuzen តាមខ្ញុំចាំហើយខ្ញុំមើលតាពីដំបូងឃើញល្អហ្មងនេះ Kuzen ណា Kuzen ណាគ្នាគូសែនលេងណាដំបងឥឡូវយើងមើលហ្គេមហ្នឹងមួយហ្គេមអញ្ចឹងអេតោះណាសុំបិទចម្រៀងនេះគូសែនឥឡូវយើងមើលគូសែនលេងមួយហ្គេមហើយដឹងថាគូសែនហ្នឹងល្អអត់នោះគូសែនលេងទៅ150រត់និយាយទៅគូសែនហ្នឹងល្អតែធ្វើម៉េចពួកនោះវាចង់បានទីពេកចង់បាន Benic QT ពេកSomething Miracle also indirect deal អាមួយខូចនឹងថាមិនបានត្រូវស្អីឲ្យ Kuzen when he stream និយាយទៅ Kuzen គឺ perfect យកមកខ្ញុំឃើញ gameplay របស់ Kuzen តាំងពីរដូវកាលទី14មកនៅហ្វីលីពីននោះចាំងលើ Pro ទូស៊ូមកគេ Super Red និង Kuzen បងនិយាយទៅ Super Red បានតែ safe និយាយទៅ Super Red គឺបានតែ safe ទេឲ្យ make play គឺអត់មាន play make play គេបើថាអត់ទេឲ្យខ្លាំងអត់តែគឺនៅតែប៉ុណ្្នឹងបើនិយាយពីកម្រិតហ្នឹងកម្រិត7គឺនៅតែ7ហ្នឹងយកហ្មងយកតែវាអត់មាន8អីទេ9អីទេវាអត់មានទេហ្មងកុំនិយាយឲ្យឆ្មាយចឹងអត់ទេ